ហើយការបង្កើតជា ecology នៃប្រព័ន្ធธุរកិច្ចថ្មីយើងត្រូវការតំណាក់តំណងជាមួយគ្នាដោយសារតែជួនកាលយើងបង្កើតធុរកិច្ចថ្មីសម្រាប់ទីផ្សារក្នុងស្រុកពេលខ្លះក៏យើងមានបច្ចេកទេសក្នុងការពង្រីកទីផ្សារទៅដល់ប្រទេសខាងក្រៅផងដែរហើយការមានដៃគូការមានបណ្ដាញស្ថិតនៅក្នុងជុំវិញជាពិសេសក្នុងតំបន់អាស៊ាននេះតែម្ដងមានសារៈសំខាន់ដើម្បីយើងអាចឈានឬក៏ចាប់យកឱកាសនេះបានងាយជាជាងដែលយើងទៅតែម្នាក់ឯងខ្ញុំសង្ឃឹមថាធុរកិច្ចថ្មីទាំង10ក្រុមសូមយកឱកាសនេះកសាងសមត្ថភាពរបស់ខ្លួនឯងបង្កើតបណ្ដាញទំនាក់ទំនងព្យាយាមត្រង់ស្ដាប់ពីអ្នកតម្រង់ទិសដែលថាយើងហៅថា mentor ឬក៏អ្នកជំនាញដែលនឹងត្រូវធ្វើបទបង្ហាញទាំងផ្នែកជំនាញខាងផ្នែកធុរកិច្ចផងហើយនិងអ្នកជំនាញខាងផ្នែកបច្ចេកវិទ្យាផងដើម្បីឲ្យធានាថាយើងនឹងអាចបង្កើតជាគំរូអាជីវកម្មឬក៏អាចសាកល្បងគំរូអាជីវកម្មទាំងអស់នេះជាមួយនឹងទីផ្សារតែម្ដងហើយយើងសង្ឃឹមថាអ្នកទាំង10ក្រុមនេះនៅតែបន្តជោគជ័យដោយធុរកិច្ចថ្មីដែលធ្លាប់បានចូលរួមជាមួយនឹងកម្មវិធីរបស់យើងកន្លងទៅដែរហើយការជោគជ័យរបស់អ្នកទាំងអស់គ្នានឹងឆ្លុះបញ្ចាំងទៅដល់ការជោគជ័យរបស់រាជរដ្ឋាភិបាលត្រឡប់មកវិញក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការផ្ដល់ការងារធ្វើឬក៏តាមរយៈការបង្កើនសកម្មភាពសេដ្ឋកិច្ចជាដើម